តម្លៃភេទបានមួយលើពិភពលោកមិនមែនកំណត់ដោយប្រទេសណាតែមួយទេវាត្រូវបានកំណត់ដោយកត្តាផ្សេងដូចជាទីផ្សារអន្តរជាតិសេដ្ឋកិច្ចក្នុងស្រុកនិងនយោបាយរបស់រដ្ឋាភិបាលចំពោះប្រទេសកម្ពុជាយើងកត្តាចម្បងដែលធ្វើឲ្យ$1ស្មើនឹង$4,000រៀលមានដូចជា1ការប្រើប្រាស់ប្រាក់ដុល្លារច្រើនជាងប្រាក់រៀលកម្ពុជាក្លាយជាប្រទេសដែលដុល្លារអភិវឌ្ឍeconomy ប្រជាជននិងអាជីវកម្មភាគច្រើនប្រើប្រាក់ដុល្លារសម្រាប់ទូទាត់ដូចជាទិញទំនិញដែលមានតម្លៃខ្ពស់ការលក់ដូរអចលនទ្រព្យបង់ផ្ទះជួលកិច្ចសន្យាអាជីវកម្មជាដើមពេលប្រជាជនឬក្រុមហ៊ុនត្រូវការប្រើដុល្លារច្រើនជាងប្រាក់រៀលនោះតម្លៃដុល្លារឡើងខ្ពស់ជាងប្រាក់រៀលនេះជាមូលហេតុធំមួយដែលធ្វើឲ្យ$1ត្រូវការប្រាក់រៀលច្រើនដើម្បីបដូរយក2សេដ្ឋកិច្ចអាមេរិករឹងមាំដែលជាអ្នកសេដ្ឋកិច្ចអាមេរិកដ៏រឹងមាំដែលអាមេរិកជាអ្នកបោះពុម្ព$1ដែលធ្វើឲ្យដុល្លារខ្លាយជារូបិយប័ណ្ណខ្លាំងនិងមានតម្លៃជាងគេតែប៉ុណ្ណោះដុល្លារអាមេរិកគឺជារូបិយប័ណ្ណសកលដែលប្រទេសជាច្រើនប្រើសម្រាប់ធ្វើជាទុនទុកបំរុងបងជាតម្លៃទំនិញអន្តរជាតិវិនិយោគជាដើមយ៉ាងវិញទៀតនៅពេលដែល Federal Reserve ឬធនាគារកណ្ដាលអាមេរិកបង្កើនអត្រាការប្រាក់នោះប្រាក់ដុល្លារកើនឡើងហើយបើAEDនេះបន្តអត្រាការប្រាក់ប្រាក់ដុល្លារថយចុះយ៉ាងណាវិញនៅឆ្នាំ2022ដល់2024 Fed បានបង្កើនអត្រាការប្រាក់ជាញឹកញាប់ប្រាក់ដុល្លារបានកើនឡើងខ្ពស់ជាងមុនប្រទេសតូចដូចកម្ពុជាក៏ត្រូវបដូរប្រាក់រៀលច្រើនជាងមុនដើម្បីទទួលបាន$1 3ការគ្រប់គ្រងរូបិយប័ណ្ណដើម្បីធនាគារជាតិនៅកម្ពុជា NBC ឬធនាគារជាតិនៅកម្ពុជាប្រើប្រព័ន្ធហៅថា Managed Float នេះមានន័យថាតម្លៃរៀលអាចចុះឡើងតាមទីផ្សារតែ NBC ក៏អាចចូលមកទិញឬលក់ប្រាក់ដុល្លារដើម្បីបង្កើនស្ថិរភាពគោលបំណងរបស់ NBC គឺរៀបរៀងការឡើងចុះកម្រិតខ្ពស់រក្សាតម្លៃអតិថិជនឲ្យមានស្ថិរភាពធានាថា$1នៅជំវិញ4,000ទៅ4,200រៀលតែប៉ុណ្ណោះដោយសារតែការគ្រប់គ្រងមានភាពតម្លៃដុល្លារនិងរៀលគឺស្ថិរជាងប្រទេសជិតខាងជាច្រើនដើម្បីការគ្រប់គ្រងលើដុល្លារក្នុងប្រទេសតម្លៃបច្ចុប្បន្នទាក់ទងនឹងការទិញនិងលក់បើគេបដូរគេត្រូវការដុល្លារច្រើនដើម្បីនាំចូលទំនិញទូទាត់បំណុលឬវិនិយោគនោះដុល្លារនឹងកើនឡើងបើដុល្លារចូលប្រទេសច្រើនដូចជាចំណូលទេសចរវិនិយោគបរទេសដុល្លារអាចធ្លាក់ចុះបន្តិចសរុបមក$1ស្មើ$4,000រៀលមិនមែនដោយសារអ្នកណាម្នាក់កំណត់ឡើយវាកើតឡើងដោយការប្រើដុល្លារច្រើនក្នុងប្រព័ន្ធសេដ្ឋកិច្ចអាមេរិកមានឥទ្ធិពលខ្លាំងនយោបាយកំណត់អត្រាប្តូររូបិយប័ណ្ណរបស់ធនាគារជាតិកម្លាំងតម្រូវការគ្រប់គ្រងរូបិយប័ណ្ណក្នុងប្រទេសជារឿងប្រាក់ដុល្លារខ្លាំងណាស់នៅលើពិភពលោកខណៈពេលដែលប្រាក់រៀលនៅតែទទួលផលប៉ះពាល់ពីការប្រើប្រាក់ដុល្លារច្រើនបានអញ្ចឹងបានវាសួរថាបើប្រជាជនឈប់ប្រើ$ហើយដូរមកប្រើប្រាក់រៀលវិញតើនឹងមានអ្វីកើតឡើងសំណួរនេះគឺជាសំណួរដ៏សំខាន់សម្រាប់សេដ្ឋកិច្ចនៅក្នុងប្រទេសហើយមានផលប៉ះពាល់ជាច្រើនប៉ុន្តែវាមានផលល្អដូចខាងក្រោមដែរ1តម្លៃប្រាក់រៀលទៅមុំពេលប្រជាជនប្រើប្រាស់ប្រាក់រៀលច្រើនដោយការប្រាក់រៀលច្រើនធ្វើតម្លៃប្រាក់រៀលកើនឡើងនេះជាការល្អដល់សេដ្ឋកិច្ចជាតិ NBC អាចគ្រប់គ្រងសេដ្ឋកិច្ចបានល្អជាងមុនពេលប្រទេសប្រើប្រាស់រូបិយប័ណ្ណរបស់ខ្លួន NBC អាចកំណត់អត្រាការប្រាក់គ្រប់គ្រងអតិថិជនបើសិនដុល្លារច្រើនពេកកម្ពុជានឹងពិបាកគ្រប់គ្រងតម្លៃនិងពាណិជ្ជកម្ម3ចំណងឧស្សាហកម្មក្នុងស្រុកការប្រើប្រាស់ប្រាក់រៀលធ្វើឲ្យឧស្សាហកម្មក្នុងស្រុកមានស្ថិរភាពល្អក្រុមហ៊ុនចាំបាច់ពឹងផ្អែកលើប្រាក់ដុល្លារឬអត្រាប្តូររូបិយប័ណ្ណឡើយតម្លៃទំនិញក្នុងស្រុកឈរមានតម្លៃខ្ពស់4ការបញ្ចេញប្រាក់ដុល្លារច្រើនកើតឡើងក្នុងប្រទេសបើប្រជាជនឈប់ប្រើប្រាក់ដុល្លារនាំប្រាក់ដុល្លារទៅត្រឡប់ទៅធនាគារជាតិឬវាចូលមកដំណើរការជំនួសអាចកំណត់អតិពលដុល្លារលើប្រព័ន្ធហិរញ្ញវត្ថុតែចាំមើលផងវាក៏មានហានិភ័យធំៗដែរដូចជា1តម្លៃទំនិញអាចឡើងចុះខ្លាំង
ឲ្យប្រជាជនបោះបង់ដុល្លាររហ័សពេកហើយប្រើប្រាក់រៀល 100% ហើយតម្លៃទំនិញអាចឡើងខ្លាំងឬក៏អតិផលណាវាសេដ្ឋកិច្ចមិនទាន់រឹងមាំគ្រប់គ្រាន់ដើម្បីទប់ស្កាត់តម្លៃពីរអ្នកនាំចូលទំនិញនឹងមានបញ្ហាអ្នកនាំចូលត្រូវការដុល្លារទំនិញដើម្បីទិញទំនិញពីបរទេសពីចិនពីវៀតណាមឬប្រទេសដទៃទៀតនៅលើពិភពលោកបើគេរកដុល្លារពិបាកមកការនាំចូលនឹងត្រូវរាំងខ្ទប់តម្លៃទំនិញក្នុងស្រុកកើនឡើងវិនិយោគបរទេសអាចរំខានវិនិយោគពីបរទេសភាគច្រើនចូលស្រុកដោយការបង់ប្រាក់ដុល្លារដែលធ្វើតម្លៃគម្រោងជាប្រាក់ដុល្លារបើប្រើប្រាស់ប្រាក់រៀល 100% ពួកគេអាចខ្លាចហានិភ័យការវិនិយោគអាចថយចុះប្រទេសខាតឱកាសធំៗ 4. ប្រព័ន្ធសេដ្ឋកិច្ចត្រូវត្រៀមខ្លួនទុកជាមុនប្រសិនបើឈប់ប្រើប្រាស់ដុល្លារដាច់ខាតប្រទេសត្រូវមានប្រព័ន្ធធនាគារ ATM Online Banking ជាដើមដែលធ្វើឲ្យរឹងមាំហើយមានទំនុកចិត្តបើមិនទាន់រួចរាល់ប្រព័ន្ធហិរញ្ញវត្ថុអាចរអាក់រអួលសរុបមកបើប្រជាជនឈប់ប្រើដុល្លារហើយប្រើប្រាក់រៀល 100% ប្រទេសអាចទទួលបានអត្ថប្រយោជន៍ច្រើនតែត្រូវធ្វើបន្តិចម្ដងមិនអាចធ្វើរហ័សទេប្រសិនបើធ្វើរហ័សពេកតម្លៃទំនិញអាចឡើងការនាំចូលមានបញ្ហាវិនិយោគបរទេសថយចុះហេតុនេះហើយ NBC រដ្ឋាភិបាលធ្វើយុទ្ធសាស្ត្រតាមដំណាក់កាលដែលគាំទ្រការប្រើប្រាស់ប្រាក់រៀលបន្តិចម្ដងរក្សាទុកដុល្លារសម្រាប់ការធ្វើពាណិជ្ជកម្មវិនិយោគធំៗ